Messenger ណាហ្នឹងហើយដល់ពេលដែលយើងខលចេញចុចសញ្ញាខលទៅគឺវាលោតបញ្ជាក់ឲ្យយើងហ្នឹងទៅបើកទីតាំងឬក៏បើកគ្រប់មុខងារមួយណាដែលយើងអត់ទាន់បានបើកចឹងណាបងប្អូនអញ្ចឹងបងប្អូនត្រង់ចំណុចនេះបងប្អូនចង្កត់បញ្ជាប់ចឹងណាដែលចង្កត់ចឹងមកហើយយកពាក្យថាព័ត៌មានលម្អិតដល់ពេលដែលបងប្អូនចុចចូលដល់ចំណុចហ្នឹងទៅហើយយើងយកពាក្យថាការអនុញ្ញាតហ្នឹងហើយដើម្បីបើកមុខងារខ្លះដែលយើងដូចថាយើងទិញទូរស័ព្ទថ្មីឬក៏យើងបានលុប Messenger នឹងចោលហើយនៅពេលដែលយើង download ចេញពី Play Store ថ្មីមកវិញនោះគឺទូរស័ព្ទដៃហ្នឹងគឺត្រូវ Messenger ហ្នឹងគឺត្រូវឲ្យយើងហ្នឹងទៅបញ្ជាក់បើកមុខងារដែលអត់ទាន់បានបើកអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនទស្សនាវីដេអូហ្នឹងទៅបើសិនណាមានកន្លែងណាដែលចម្ងល់ឆ្ងល់បងប្អូនអាច comment នៅខាងក្រោមហ្នឹងណាតើតើនឹងកម្មវិធីផ្សេងក៏ដូចគ្នាដែរបងប្អូនដូចថាយើងទៅយើងទិញទូរស័ព្ទថ្មីឬក៏ទូរស័ព្ទដែលយើងបានបាត់កម្មវិធីហើយយើង download ចេញពី Play Store មកគឺអត់មានកម្មវិធីហ្នឹងអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងអាចចង្កត់ធ្វើដូចតាមខ្ញុំមកអញ្ចឹងយើងមិនហត់ទៅយើងអាចដោះស្រាយខ្លួនឯងបានអញ្ចឹងណាបងប្អូនអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះកុំភ្លេចជួយ like និង share វីដេអូនេះផងអរគុណច្រើន